ទីទៀតហ្នឹងវាមានតទៅនឹងផលប៉ះពាល់គេបុកទីខៃបុកអីហ្នឹងគឺផ្លូវហ្នឹងហ្នឹងហើយទៀតប៉ុន្តែគាត់ថាខ្ញុំមិនថាខ្ញុំអត់ចេញណាខ្ញុំចេញតែប៉ុន្តែសំណងខ្ញុំមិនសមរងមកខ្ញុំចេញហើយខ្ញុំអត់ប្រឆាំងនឹងស្ដារបន្លាយឲ្យវាស្អាតថាបណ្ណាស្អាតទីក្រុងស្អាតទេឲ្យតែខ្ញុំមិនសមរងខ្ញុំចេញហើយខ្ញុំអត់មានប្រឆាំងទេចាបាទទៅកន្លងមកដែលមានអង្គការសមាគមអីផ្សេងៗដែលមានបញ្ជួយដល់ក្រែអ៊ំដែរអត់មានទេមានតែខ្ញុំសហគមន៍ខ្លួនឯងចាសហគមន៍សាមគ្គីរុងរឿងយ៉ាងវិញចាសហគមន៍ខ្ញុំក្រសួងមហាផ្ទៃទទួលស្គាល់សហគមន៍ខ្ញុំគេជាប្រធានដែរលោកប្រធានអត់មានទេប្រធានគាត់ឈឺឥឡូវនៅសល់តែពួកខ្ញុំប្រហែលជាង10គ្រួសារហ្នឹងទេដែលមានអង្គការផ្សេងមកមានអង្គការណាផ្សេងមកជួយទេមានអង្គការមកយកលុយខ្វែងអង្គការមកយកលុយខ្វែងនេះមានអង្គការហប់លុយហ្នឹងហើយមានអង្គការហប់លុយខ្វែងចាខ្វែងអីយើងជាអង្គការធនាគារវាមិនទីហ៎អញ្ចឹងថ្ងៃមួយដល់សន្និបាតដល់ពេលគេចអនុវត្តអាហ្នឹងមិនដែរមានមិនខ្ញុំធ្វើម៉េចបើនេះរបស់ខ្ញុំឲ្យតែនេះបាទខ្ញុំតែខ្ញុំនេះខ្ញុំរុករើរបស់ខ្ញុំអត់ទាន់បានទទួលសំណងខ្ញុំនៅនឹងវិញព្រោះខ្ញុំអត់មានទីតាំងណាសម្រាប់ឲ្យខ្ញុំនៅផងព្រោះខ្ញុំមករស់នៅទីនេះមិននេះណាខ្ញុំរស់នៅឲ្យគេចិត្តគូឲ្យអ៊ំស្រីប្រហែលដែរហើយអ៊ំស្រីប្រហែលដែរខ្ញុំចង់បានមកសំរុំបានខ្ញុំទៅចៅអន្តរជាតិគេឲ្យបងស្រីប្រហែលដែរកាលពីនេះហ្នឹងបានរបស់ខ្ញុំបាន4000ជាងព្រោះរបស់ខ្ញុំបាន31ការ៉េចុច2ចឹងចាឥឡូវអ៊ំស្រីចង់បានស្នើចង់បានមិនដែរចង់បានសហគមន៍ខ្ញុំចាំសហគមន៍ខ្ញុំយកឲ្យជំនុំគ្នាសិនចង់បានឲ្យដូចគ្នាទាំងអស់ចាប៉ុន្តែអានេះពីមុនមកប្រជាជននេះតាមអមសងខាងនេះមានចំនួនទាំងអស់ប្រហែលជាប្រមាណគ្រួសារដែរបងសហគមន៍ច្រើនពូច្រើនណាសហគមន៍ហ្នឹងចំនួនសរុបពីមុនមកពេលមិនដល់យីងសហគមន៍សរុបពីមុនមកប្រហែលគ្រួសារមើលយីងមកខ្ញុំមានអត់ស្អីដឹងគាត់អ្នកគាត់ដឹងសហគមន៍ហ្នឹងវាមានច្រើនគ្រួសារអញ្ចឹងណាបាទពីមុនមកចឹងទៅមានប្រហែលចារួមទៅចឹងយើងចេះតែទទួលគាត់ចាព្រោះគាត់ជាពលរដ្ឋដូចគ្នាចាឥឡូវនៅសល់ប្រហែលដែរឥឡូវនេះនៅសល់14ថ្ងៃហ្នឹងនៅសល់14ឆ្នាំទៀត19គ្រួសារទេសហគមន៍សាមគ្គីរុងរឿងហ្នឹងចាបានតាជា80ទៀតគាត់ចេញចាចាចេញខ្លះនៅអត់នៅកន្លែងនេះខ្លះសល់នៅយកពីមកឲ្យគេនៅពីក្រោយហ្នឹងហ៎អញ្ចឹងចាអញ្ចឹងវាអត់ទាន់ចេញសហគមន៍នោះវាអត់ទាន់ចេញអស់គាត់ដល់ស្រាយរួចពីមកគាត់នៅពីក្រោយវិញចាបាទខ្ញុំនិយាយធ្វើនៅសល់អញ្ចឹងចាហ្នឹងហើយនៅសល់បើអត់ទាន់យកសំណងសោះមក14គ្រួសារ14ឆ្នាំទេចា20គ្រួសារអត់ទេដល់19នេះព្រោះចាញ់មួយគីអង្គគីហ្នឹងមិនខ្ញុំថា14 19 19 19ចា14នៅ19ចុះមិញហ្នឹងគាត់ថាសហគមន៍ហ្នឹងមានការទទួលស្គាល់អាចលិខិតហ្នឹងនៅណាដែរឬក៏យ៉ាងយាយគាត់ឈឺគាត់នេះទៅហើយការលិចទឹកមកគាត់នៅក្រៅផ្ទះហ្នឹងបាត់តាទេនៅតែពួកខ្ញុំសមាជិកចានៅតែសមាជិកសហគមន៍ខ្ញុំហ្នឹងបកបកាតាំងពីឆ្នាំ9ជាងមករហូតដល់ក្រសួងហាផ្ទៃគាត់ទទួលស្គាល់នៅឆ្នាំ2006ហ្នឹងគាត់តែចង់បងមើលព្រោះព្រោះវាចង់យកស្ដីជូនហ្នឹងតែចេញលើកទី3ហើយចេញលើកទី3ហើយសមថ្ងៃទៀតគេចាប់ផ្ដើមទៅបុកមកហើយរះមកទៅទាំងអស់ចាទាំងអស់ក៏បានហើយពូឲ្យតែសំសំណងសំរុំឲ្យចាខ្ញុំមានដីមានផ្ទះមានលុយសំផ្ទះមានទីណាចាញ់ហើយពួកខ្ញុំចាញ់ហើយខ្ញុំអត់នៅទេខ្ញុំយល់បងគេអត់ទាន់យល់ពីនេះទេឲ្យតែពួកខ្ញុំសំរុំមកពុកខ្ញុំចាញ់ហើយចាដូចឧទាហរណ៍មួយខ្ញុំនិយាយឧទាហរណ៍នៅចែកម៉ាយនៅសម្រាប់ក្រោមដល់គម្រោងតែរត់ធ្វើជាច្រើនអន្តរក្រសួងអ្នកដោះស្រាយអន្តរក្រសួងអ្នកដោះស្រាយគេឲ្យប៉ុណ្ណាប៉ុណ្ណឹងតែពេលដល់ថ្ងៃអនុវត្តមកឃើញនៅចែកមកតិចដូចប៉ុណ្ណឹងប្រៃភ្នៅវិញមិនប្រព័ន្ធហ្នឹងឯងបដកម្មបិទផ្លូវបិទអីចង់ធ្វើតិចទាំងអស់តែនៅសម្រាប់ជើង5ដបងបានដី1ឡូផ្ទះ1ល្វែងហើយលុយទៀតលុយ18000នេះរបស់ក្រុមហ៊ុនអត់ទេរាជរដ្ឋាភិបាលដូចគ្នាប្រជាពលរដ្ឋដូចតែគ្នាហ្នឹងអត់មានបាច់នេះទេដីបានកន្លែងមកទៀតនៅក្រៅចំពោះកែចាប្រជាពលរដ្ឋដូចគ្នាកូនសម្ដេចដូចតែគ្នាទេចាកូនសម្ដេចដូចតែគ្នាទេចាប្រជាពលរដ្ឋដូចតែគ្នាហ្នឹងចាខ្ញុំមានចំណិតមួយឬក៏មានយោបល់ទេណាតែគាត់ថាបើថ្ងៃណាមួយតែឥឡូវគេចាប់ដើមជីកមកហើយជីកកាយបន្លាយកាយអីមកចឹងបើដល់ថ្ងៃដែលគេចាប់ដើមអនុវត្តទៅមែនទេណាតែខ្ញុំឲ្យតប៉ាខ្ញុំខ្ញុំឲ្យខ្ញុំមានជំរឿចុះខ្ញុំទៅហើយហ្នឹងហើយឲ្យសមទៅមកពេញចិត្តថាកន្លែងហ្នឹងខ្ញុំរស់នៅបានខ្ញុំយកទទួលយកហើយខ្ញុំអត់ប្រកែកទេចាខ្ញុំអត់ប្រកែកទេចាខ្ញុំ
ឲ្យតែសំរុំមកខ្ញុំចេញហើយឲ្យចេញភ្លាមអត់មានបកាយទេទោះបីពូក៏ដែរបើពូរស់នៅរាល់ថ្ងៃនេះហើយបើពូទៅកន្លែងផ្សេងទៅដេកតាមចាំខ្នោដែរពូសុកចិត្តអត់ខ្ញុំសួរសិន សុខចិត្តអត់ សុកចិត្តអត់ខ្ញុំសួរសិន ករណីមួយទៀត ចា នេះករណីនៅបឹងទំនុកនេះនេះពិត ចា ដែលគាត់ក្បាល85បណ្ដោយយកគិតអីមកទីអត់ដែរទាបើលៀនកន្លះតែចង់ក្រោយបានមកនេះបាន 140000 បាន 140000 តែជោគបាន 40000 ពីព្រោះដីគាត់ពិតប្រកបមកមានតែ30ជាងទេ ចា តែអាហារជាងនេះបែរតែគាត់ទិញដីគេបានជួយដូរដីរត់អានេះខុសមក ហ្នឹងខ្ញុំអត់ដឹងដែរនេះរបស់ខ្ញុំអីចា ដី ហ្នឹងជួញដីរត់ធ្វើមិនមកគាត់ជួញដីរត់របស់ខ្ញុំមិនមានជួញដីរត់ផងបានលុយពីណាមកទៅទិញជួញដូរទៀតនេះពួកខ្ញុំនៅដែរចាចានៅទីហ្នឹង មានសិទ្ធត្រូវរត់បាត់ដល់ឲ្យខ្ញុំសំរុំ ឲ្យមានភាពយុត្តិធម៌មកណាទៅរស់ឲ្យខ្ញុំទៅរស់បានមានស្ដីសុខមក ឲ្យរស់រៀនមានជីវិតស្រួលបួលមានផ្ទះមានដីសូមផ្លោប្រគល់ប្លង់កម្មសិទ្ធិឲ្យខ្ញុំសហគមន៍ខ្ញុំនឹងខ្ញុំចាញ់ហើយ ចាមានអង្គការផ្សេងៗឬអង្គការទីខ្នោតអង្គការ មានអង្គការទីខ្នោតណាមកទេលោកអើយ ទេខ្ញុំតែខ្ញុំកាលពីមុនធ្លាប់មានដែរតាំងជាមួយយាយតាំងពីឆ្នាំកាលជាងឥឡូវដាច់តាក់ទងគ្នាហើយ អង្គការធានខោហ្នឹងជាមួយនេះតាំងពីកៅឈៀនចឹងហ៎ ចាតែគាត់បានមកចង់និយាយតាចេគាត់ខ្ញុំអ្នកដើរជាមួយយាយអាកៅឆ្នាំកៅជាងហ្នឹងណាពួកខ្ញុំអត់មានភ្លើងអត់មានទឹកសុំស្នាអត់មានផ្លូវហ្នឹងសិតតែពួកខ្ញុំបរិភាអង្គការហ្នឹងសុំអង្គការហ្នឹងគាត់ជួយបរិភាហ្នឹងដូចថា អង្គការ យើងពីថ្នោតហ្នឹងយើង40000ក្នុងតាមក្នុងផ្ទះជាង90នាក់ហ្នឹងសល់ប្រហែលគាត់ជួយចេញបានផ្លូវបានផ្លូវ ចឹ ដើ ង រ មានន័យថាអង្គការធានខោហ្នឹងគាត់តាំងកៅឈៀនហ្មង ចាតែឥឡូវអត់មានទេ ឥឡូវអត់មានទេ គាត់ដាច់ទៅហើយគេរយៈពេលបាន យូរ តាំង ហើ ពី យ យាយឈឺ តាំងពីយាយឈឺរាប់ឆ្នាំហើយ យូរហើយរាប់ឆ្នាំហើយ ចារាប់ឆ្នាំហើយ 4 4 5ឆ្នាំហើយនិយាយទៅតាំងពីកូវីដតាំងពីកូវីដហ្នឹងយាយឈឺដួលមកកន្លែងឈប់បដ ாய் ចា ព្រោះការធានស្នោតតើពួកខ្ញុំតើទៅពេលផុតមិញហ្នឹងគាត់ហៅជាផ្អាកហ្នឹងហៅជាមួយខែកន្លះហ្នឹងដែលស្រាប់មានបំយុទ្ធមេគាត់ណា ចាពួកខ្ញុំយូរហើយ នេះគេពីតាគាត់និយាយណា ចា តាគាត់និយាយទៅវិមេហើយវិមេគាត់នេះមកសល់ថ្ងៃនេះត្រូវគេចាប់យកទៅបានហើយ តែពួកគាត់សម័យបច្ចុប្បន្នហ្នឹងពួកគាត់អត់មានទេជំនាន់ខ្ញុំហ្នឹងដល់អាណត្តិគាត់ចាញ់អស់ហើយដល់ពេលគាត់ក្រោយពួកខ្ញុំដឹងទេ វាករណីមួយដូចនៅ ពួកខ្ញុំអត់ស្គាល់ហ្មង ណាអត់ស្គាល់ទេគាត់តាំងពីសេរីកាយជាងមកហ្នឹងពួកខ្ញុំហ្នឹងដល់ពេលដល់អាណត្តិគេណាអូនគាត់ចេញតែបាត់អស់ហើយពួកតែគាត់ជួយខ្ញុំហ្នឹងអត់មានទេ នៅករណីដូចបឹងតំបុកខ្លាំងជាងគេបងប្រ